ការប៉ាន់ប្រមាណរចនាសម្ព័ន្ធនៅកមានកូនបណ្ដោយជាច្រើនក្រពេញទីរបៀបសរសៃឈាមផងដែរតែអ្នកគ្រូនឹងបង្ហាញបងប្អូនទាំងអស់គ្នាបងថាកូនបណ្ដោយបងណាកាយសិនហើយកលនៅយកទឹកសាប៊ូណាអញ្ចឹងការរៀនកាយទី1គឺយើងមើលសិនយើងឲ្យគាត់អោនពីការតិចហ្នឹងហើយងាកក្រោយតិចក្រោយទៅតិចចាឲ្យយើងជាមកស្មាចាបានហើយចាអញ្ចឹងយើងឃើញកូនបណ្ដោយណាអញ្ចឹងការពិនិត្យមើលពេលដែលយើងឲ្យគាត់ចលនាអញ្ចឹងទៅអាចឃើញអញ្ចឹងអ្វីដែលយើងឃើញគឺយើងគាត់ຕົកនៅក្នុងគូបារបស់យើងហើយពេលដែលយើងស្ទាបយើងអាចស្ទាបកន្លែងដែលយើងមើលគឺមើលតាំងពីតគាត់នឹងមានរលាកអត់មានបបៅអត់តធំគឺយើងឃើញអញ្ចឹងយើងស្ទាបមើលអញ្ចឹងទៅតើកូនបណ្ដោយហ្នឹងវារំកិលដែរទេយើងឃើញថារចនាសម្ព័ន្ធកូនបណ្ដោយខូចវាមានទីតាំងរបស់វាអូនយើងចេះទៅហ្នឹងហើយបេះដូងនេះវាភ្ជាប់ពីឆ្អឹងទាំងផ្ទះទ្រូងនេះផ្ទះទ្រូងណាផ្ទះទ្រូងនេះហើយវាភ្ជាប់ដល់នេះឃើញចេះគេច្បាស់ណានេះវាភ្ជាប់ពីក្បាលឆ្អឹងស្ទាក់ណនឹងមកឆ្អឹងម៉ាស្តយឆ្អឹងលឿនបានេះម៉ាស្តយណាអញ្ចឹងបានគេដាក់ឈ្មោះវាថាជាសាច់ដុំស្ទាក់ណផ្លេដូម៉ាស្តយសាច់ដុំនេះធំណាមានពេញស្ដាំអូនឃើញហើយមកមានពេញស្ដាំឃើញទៅចាហើយមួយទៀតសាច់ដុំមួយទៀតបែបទៅគឺសង្ឃឹមចឹងមកខាងនោះcũngចឹងដែរណាពេញស្ដាំអាផ្ទះកោរទីវាចេញពីបេះដូងមកបន្ទឹមគ្នានឹងសាច់ដុំនឹងដែរណាមកលើម្ដងខាងលើនេះវាបែកជាពីរទៅជាការ៉ូទីតក្នុងនិងការ៉ូទីតក្រៅណាហើយសរសៃឈាមទីកូឡាវ៉ែនក៏វានៅក្បែរគ្នាដែរអាផ្ទះការ៉ូទីតយើងអាចស្ទាបខាងនេះណាខាងនេះណាវាលោតបងមានអារម្មណ៍ថាចូលឯងប៉ះដៃគ្រូអត់មានអារម្មណ៍ថាអ្នកគ្រូចាប់ត្រូវអត់ចាហ្នឹងណាអញ្ចឹងអាផ្ទះការ៉ូទីតហើយវ៉ែនហ្នឹងក៏វានៅក្បែរគ្នាហ្នឹងណាបើវារីកធំយើងមើលឃើញរីឯប្រព័ន្ធកូនបណ្ដុលហ្នឹងគឺវានៅអមគ្នាហ្នឹងណាអញ្ចឹងយើងមិនយើងឃើញហ្នឹងគេពិនិត្យយើងឈរខាងក្រោយចេះយើងពិនិត្យយើងស្ទាបនេះក្រោមយើងការគាត់អញ្ចឹងតាមនឹងអញ្ចឹងមកហើយមកទៅនេះខ្លាបគីលនេះណាដងកបិតនេះអញ្ចឹងវានៅនេះគេឲ្យយើងដាក់ដៃពីលើចឹងដងកបិតហ្នឹងប៉ុន្តែកូនបណ្ដុលហ្នឹងវានៅជ្រៅហើយអូមអានឹងមកវិញដល់ខាងលើចេះរួចហើយមកយើងដុំខាងមកត្រប៉ែស្រួលចេញមកណាចឹងមកហើយនឹងមកខាងលើចេះម្ដងអុកស៊ីពីបលះបាល់ណាតែដឹងហើយអុកនេះបាឆ្អឹងម៉ាស្តយនេះហើយនឹងខាងក្រោយទៅជាហើយនឹងក្រោមស្ទាបយើងខិតមកខាងមុខទៅជាវិញណាហើយវាអាចមកក្រោមឆ្អឹងស្ទាមលើនេះស្ទាមលើណាក្រោមឆ្អឹងស្ទាមលើអញ្ចឹងវានឹងជួយ៉ាងណាជួយ៉ាងណាយើងប្រើរៀនដៃយើងពីរហ្នឹងយើងធ្វើការស្ទាបក្នុងនៅខាងនេះទៀតដូចគ្នាណាព្រោះវាស៊ីមេត្រីនេះតែបើវាមានអត់ស៊ីមេត្រីយើងឃើញខាងនេះមានខាងនេះអត់អញ្ចឹងណានឹងយើងរកកូនបណ្ដុលតូចដែលនៅក្នុងរចនាសម្ព័ន្ធកចិត្តក្រពេញមួយទៀតធំគឺក្រពេញជាអេកយើងរកក្រៃខយកាទីឡាគឺឆ្អឹងខ្ចីក្រៃខយណាវាចាំយើងអត់ប្រែបានទេក្រៃខយហ្នឹងណាឆ្អឹងកងកដែរឆ្អឹងកមិនឆ្អឹងកងកទេឆ្អឹងបំពង់កដែរណាបំពង់ខ្យល់ហ្នឹងគឺអាវ៉េហ្នឹងគឺរាប់ហ្នឹងទៅហើយហ្នឹងគេហៅត្រាគាហ្នឹងណាបំពង់ខ្យល់ហ្នឹងវាមានឆ្អឹងប្រុសយើងមានគេស្ទាបទៅឃើញប្រពន្ធហ្នឹងខាងក្រោមបន្តិចមានកលៈមួយទៀតគេហៅឆ្អឹងក្រៃខយដល់មួយតិចទាំងទួលបន្តិចនេះទួលបន្តិចបងប្អូនតែមានអារម្មណ៍ដឹងទៅចប់នេះគេណែគាត់ចោលចាមកអាហ្នឹងវាជាប់អាណាទៅរត់ច្បាស់ណាអាហ្នឹងគឺឆ្អឹងក្រៃខយកាទីឡា
chắc nơi bị trong âm trai thôi ta đi lại nâng cứ có bên gì ít ha có bên gì ít về riêng tôi mèo bài nó là tía đôi có bên sang kênh đạp con tay à khả đá đặt thuốc có bên gì ít nâng cái hai tháng ít mà và riêng tôi luôn mèo bài nhưng đặt thuốc có bên gì ít tháng đám nâng hàng phê nhá chà chắc cái khôi nâng hơi cầu nâng cứ bên gì ít đấy đấy miệng nó ý thế nè nó bị ý hơn màu đối slap mèo bào nè dạ mấy tiết thì ao dân mơ nên là so vi thì cái phọt là so vi như thế chẳng nó cứ bên gì thì người ta tận nhau bên gì rồi ít bên nơi chừng lót còn ta còn cung cho đấy hơi nâng máu thằng còng sạch đúng chắc nốt lên ôm stoi nè tiền thì sẽ sâu nhiều đó chẳng dân vừa chuẩn bị lên chơi tay lưu của thằng nông nghiệp thế đó đôi tay xăm với cả khăn phê tay phê với cả khăn đậm quá chẳng một con cho bên đây là con có này là chẳng dân tặng chân tới ấy dân vừa cho là ná rồi thằng nóng đúng chắc nốt lên ôm stoi đi tới hay dân cơ mong chắc thịt máu nè lại là cả chân tới và sân chiaกับbên kia thì những người đi không dân khơi tới ấy dân tụi nó tham gia miền tầm hùng phần nào áo ấy tiết dân áo thay một liềm để mới liềm khơi tôi đây như là đó mới phải liềm dạ chà bạc bên lên tới á cái bạc con tay đi miền cầm rác tay và hai chị tôi chân pi mi là mai tiền rác bao bía tay bao bía lớp đi nâng lớp pi mi là mai lại hai bên thân thông còn na nhưng thật đăng hơi bắt tục nữa ở đây ôn na chân đăng con là bị đăng phi ở rong tay con ấy thì những cái bạc luôn hai ta đứng chọc thấy lại bà đây chân con trai